Ok, chân các đại chia phao con cà tá vì bị trả bị cà bự cà sau cà bự cà sau nó ngủ tì hò thè nhưng mình cần sau nhưng ngủ tì hò tì muối nhưng mình cần sau ấy bột bé bây giờ bự việc tranh tới cái bàn ếch bột bề ếch khi này cái hàng tha bự liệt thưa pi tì muối mà tranh tì pi bàn tay bàn này đừng ngọc khi do pi tì pi này tranh tì muối vinh ở khi do ếch bột bé ếchមានíchដូចគ្នាចឹងចាប់íchជាកតាទី1ចាប់íchបាត់សល់ A ទី2ចាប់íchបាត់អក្សរ B បែបហ្នឹងពេលដែលយើងធ្វើពីនេះទៅវិញគេហៅថាដាក់ជាផលគុណកតាឧទាហរណ៍តកតងជាមួយនឹងលំហាត់អញ្ចឹងយើងមើលលំហាត់ទី3ផាត់ទី3គឺចូលទំនាក់ទំនងផលងាយបែបហ្នឹងបានតែលំហាត់ទី1ទី2គឺយើងប្រើប្រាស់រូបមន្តx បូក2យើងមើលកន្សោមហ្នឹងយើងចាត់ទុកថាវាមានតែ2តួទេតួទី1គឺតួនេះតួទី2តួទី1និងតួទី2ហ្នឹងគឺវាមាន x បូក2ដូចគ្នាអញ្ចឹងទាំងអស់គ្នាចាប់ x បូក2ហ្នឹងជាកតាពេលយើងចាប់បាត់ទៅគឺវាបាត់ហើយអញ្ចឹងក៏តួទី1របស់យើងនៅសល់តែ x ទេបន្តទៀតមកតួទី2របស់យើងគឺនៅសល់ដក y នេះគឺគេហៅថាដាក់ជាផគុណកតាដូចជាលំហាត់ហ្នឹងអញ្ចឹងឧបមាមួយទៀត ax ដក1បូក bx ដក1ចឹងមាន x ដក1ដូចគ្នាទាំងអស់គ្នាចាប់ x ដក1បាត់តួទី1សល់ a ហើយតួទី2នៅសល់បូក b នេះបែបនេះឧទាហរណ៍ថាអ្នកនរគ្នាមានកន្សោម2តួបែបនេះប៉ុន្តែសុទ្ធតែជាប់ជាមួយនឹងផលគុណយ៉ាងណាក៏វានៅតែមានតួដែលដូចគ្នាដែរគឺតួ x ដក1អញ្ចឹងយើងចាប់ x ដក1នឹងចេញហើយពេលយើងចាប់ x ដក1ចេញតួទី1របស់យើងកន្សោមទី1តួទី1នៅសល់ x ដក3មកកញ្ចក់ x ដក3បន្តទៀតមកទី2របស់យើងគឺនៅសល់បូកមកកញ្ចក់ x បូក1បែបនេះបន្តទៀតមកអ្នកនរគ្នាអត់ទាន់ដាក់ជាប្រព័ន្ធកតាបានរួចស្រេចទេដែលសិតតែនៅជាប់ជាមួយនឹងវងកញ្ចក់ផងចុកគ្នាផងដែលអ្នកនរគ្នាត្រូវដោះស្រាយដោយបាត់វងកញ្ចក់អញ្ចឹងពេលដែលយើងបាត់វងកញ្ចក់យើងដឹងហើយយើងត្រូវការប៉ះសញ្ញាចូលប៉ុន្តែនេះអត់មានគឺបូកអីអញ្ចឹងពេលដែលប៉ះចូលហើយធ្វើឲ្យវាចេញមកប្រែប្រួលទេអានេះក៏បូកដែរអញ្ចឹងពេលដែលយើងលុបវងកញ្ចក់ទៅគឺអត់មានដូរដែរគឺបូក x ឬក៏យើងប៉ះទៅបានបូក1បងប្អូនគ្នាស៊ីសងឲ្យស្អាតសិនមកនៅសល់តាមវងកញ្ចក់2ណាតាមគៀបនេះយើងលុបចោលដាក់វងកញ្ចក់បានដូរមិនដាក់វងកញ្ចក់បាន x បូក x នេះបាន 2x ដក3បូក1គឺឃើញដក2បងប្អូនគ្នាអាចចាប់អីបានទៀតពីអ្នកនេះមាន2ដូចគ្នាទៀតចឹងយើងចាប់ដាក់ទៅក្រោយណាខ្ញុំចាប់2ដាក់ទៅក្រោយទៅចានេះនៅសល់អីគេយើងចែកកណ្ដាលយើងចាប់មានតែគេចែកមិនដកចេញបាត់ទេយក 2x ចែកនឹង2ទៅនៅសល់ x យក 2x ចែកជាមួយនឹង2គឺសល់1ចឹងសរុបទៅអ្នកនរគ្នាដាក់ជាផគុណកតាបាន 2x ដក1គឺថា x ដក1តែចេះដល់ x ដក1គុណ x ដក1នេះអ្នកនរគ្នាអាចសរសេរបានជា x ដក1លើកជាការ៉េហើយចង់សរសេរទី1ក៏បានទី2ក៏បានដែរប៉ុន្តែបើយើងសរសេរទី2ទី1នេះសេតាលំនាំទី1នេះវាដាក់ជាផគុណកតានឹងវាត្រូវជាងដោយសារតែយើងអត់បង្រួមឬក៏អត់សម្រួលកន្សោមនឹងទេចឹងជម្រើសទី1គឺល្អជាងប៉ុន្តែធ្វើទី1ទី2គឺចម្លើយមកឲ្យត្រូវដូចគ្នាបើសិនជាករណីជួបលំហាត់ប្រភេទអញ្ចឹងតោះអូខេចូលមកដល់ពីអ្នកនេះវិញមកដល់ពីអ្នកនេះគឺគេមានរូបមន្តពិសេសរបស់គេរូបមន្តពិសេសរបស់គេនោះគឺយើងនឹងទៅរៀនវាបន្តិចសិនមុននឹងយើងអនុវត្តលំហាត់មួយនេះដើម្បីគណនាលំហាត់នឹងបានគឺអ្នកនរគ្នាត្រូវចេះរូបមន្តចំនួន2ទី1គឺរូបមន្តគេថា a ការ៉េដក b ការ៉េទី2គឺ a គីបដកជាមួយនឹង b គីបដែលរូបមន្តទី1ហ្នឹងគឺគេបានផលគុណកតាចំនួន2កតាគឺកតា a ដក b ជាមួយនឹងកតា a បូក b ចំណែកទី2ក៏បាន2កតាដែរគឺកតាទី1 a ដក b កតាទី2គឺ a ការ៉េបូក ab បូក b ការ៉េតែវាចេញមកពីណាវាចេញមកពីគេគុណ
គេយកវាទៅគុណខ្ញុំនឹងផលិតទៅមុខនឹងឲ្យអ្នកទាំងអស់គ្នាមើលហ្មងណាចឹង a គុណ a នេះបាន a ការ៉េ a គុណនឹងបូក b បានបូក ab បន្តទៀតមកដក a ដក b គុណនឹង a នេះបានដក ab ដក b គុណនឹងបូក b នេះបានដក b ការ៉េទាំងអស់គ្នាស៊ីសងវាទៅគឺយើងបាន a ការ៉េដក b ការ៉េដូចដើមចឹងហើយបើអ្នកទាំងអស់គ្នាចង់ដាក់ជាផលគុណកតាចំពោះពីរកសោបនេះដែលយើងមើលទៅវងអត់មានឃើញអីដែលដូចគ្នាចាប់ជាកតាបានទេប៉ុន្តែគេមានរូបមន្តរបស់គេអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដាក់ជាផលគុណកតា x ការ៉េដកជាមួយនឹង16នេះត្រូវទៅរកថា16ស្មើប៉ុន្មានការ៉េ16គឺ4ការ៉េចឹងហើយយើងបានពីរកតាមួយគឺកតា x ដក4កតាទី2គឺកតា x បូក4ជាឧទាហរណ៍ថា x ការ៉េដក25ស្មើ x ការ៉េដក5ការ៉េពីកតា x ដក5 x បូក5ឧទាហរណ៍ x ការ៉េដក100ចឹង x ការ៉េដកឲ្យ10ការ៉េសំខាន់អ្នកនរដឹងថាតើប្រមាណការ៉េសិន x ដក10 x បូក10 x ការ៉េដក36 x ការ៉េដក6ការ៉េចម្លើយអ្នកនរគ្នាបំពេញដោយខ្លួនឯង x ការ៉េដក49 x ការ៉េដក7ការ៉េយើងបំពេញខ្លួនឯងទៅបន្តទៀត x ការ៉េដក121 x ការ៉េដក11ការ៉េអ្នកនរគ្នាបំពេញខ្លួនឯងអូខេនឹងអ្នកទាំងគ្នាយល់អានេះនឹងហើយតោះឥឡូវយើងមកមើលទី2នេះគឺវារៀងច្រើនបន្តិចហើយវាមាន2ទៀតរូបមន្តវាមានបូកផងមានដកផងចំណែក a ខាងលើអត់មានដកទេរូបមន្តមានតែ a ការ៉េដក b ការ៉េទេតែខ្ញុំនិយាយថាទី1ទី2គឺខ្ញុំចង់សំដៅទៅលើរូបមន្តខាងក្រោមនេះខ្ញុំឲ្យ2ឲ្យហើយទៅអ្នកទាំងអស់គ្នានឹងឃើញ a គីបបូកជាមួយនឹង b គីបស្មើនឹង a បូក b ដែរកតាឲ្យ a ការ៉េដក ab បូកជាមួយនឹង b ការ៉េបែបនេះធ្វើដូចគ្នាអ្នកទាំងអស់គ្នាគុណពលាតទៅគុណពលាតដូចនឹងរូបមន្តទី1ខាងលើប៉ុន្តែខ្ញុំអត់គុណពលាតទេខ្ញុំមកកណនាយកហ្មងខ្ញុំពុំមកចំហៀងម្នាក់តោះសរុបមកវិញរូបមន្តខ្ញុំសរសេរមកវិញ a គីបដកជាមួយនឹង b គីបខ្ញុំសរសេររូបមន្តហ្នឹងថាទី1ចុះចឹងវាស្មើ a ដក b ទាំងអស់គ្នាទៅអានឹងឲ្យចាំណា a ការ៉េបូក ab បូក b ការ៉េចូលឧទាហរណ៍លំហាត់មិញឧទាហរណ៍ថាលំហាត់យើងគឺ x គីបដក27ចឹងយើងសរសេរឲ្យបាន x គីបដកជាមួយនឹងលេខប្រមាណគីបសិនគឺលេខ3គីបចឹងស្មើជាមួយនឹងពីរកតាដែលនៅរងចាំនេះកតាទី1គឺ a ដក b ចឹងរបស់យើងគឺ a ហើយនឹង b a គឺ x b គឺលេខ3ចឹងយើងបាន x ដក3បន្តទៀតមក a ការ៉េគឺ x ការ៉េបូកជាមួយនឹង ab មានន័យថាយកគុណគ្នា 3x បូកជាមួយនឹង3នឹងការ៉េគឺ9ម្ដងទៀតខ្ញុំដាក់លំហាត់ថែម x គីបដក11អ្នកនរគ្នាឃើញទេចឹងមួយហ្នឹងសរសេរទៅជាមួយគីបមកគឺឃើញ x ដក1ដែរតែហើយស្មើនឹង x ការ៉េស្មើជាមួយនឹង x ការ៉េហើយបូកជាមួយ ab a យើងនេះ ab a យើង1 a យើង x b យើង1យើង1x 1x គឺ x នឹងឯងបន្តទៀតបូកជាមួយ1ការ៉េគឺ1នឹងឯង x គីបដក8ចា x គីបដក8គឺ x គីបដកឲ្យ2គីបចឹងស្មើមួយនឹង2តួផលគុណ2កតាទី1គឺ x ដក2ហើយព្រោះ a លេខ a គឺ x b គឺលេខ2ចឹង a ការ៉េគឺ x ការ៉េបូកមួយ2ដងsorry ដកជាមួយនឹង ab គឺ ab ab គឺ x គុណនឹង2ចឹងបាន 2x បូកជាមួយនឹង b ការ៉េគឺ2ការ៉េ2ការ៉េគឺ4តោះ x គីបដកឲ្យ64ចឹង x គីបx គីបដកជាមួយនឹង4គីបស្មើអីគេ x ដក4នឹងឯងបន្តទៀត x ការ៉េបូកជាមួយនឹង 4x ហើយបូកនឹង4ការ៉េគឺ16តោះនេះចាំអានេះថា a ដក b អានេះគឺយក a នឹងលើកការ៉េ
កន្លែង x ការ៉េហ្នឹង a លើការ៉េបូកជាមួយនឹង ab បូក b ការ៉េតខ្ញុំគិតថាលំហាត់ហ្នឹងវាអត់ច្រើនលើសពីហ្នឹងឯងសារតែគីបលេខវាកាន់តែច្រើនណាដូច25អញ្ចឹងអ្នកនរគ្នាសាកធ្វើទៅណា x គីបដកឲ្យ5ការ៉េ5គីបដែរស្មើ2កតានេះទៅទៀមទានអ្នកនរគ្នាចាំចុះបើសិនជាបូកដូចគ្នាគ្រាន់តែខុសសញ្ញាទេខុសសញ្ញានៅកន្សោមទី2ឧបមាថា x គីបបូក1នេះគឺដូចជាមួយអាមិញអញ្ចឹង x គីបបូកជាមួយ1គីបស្មើជាមួយនឹងវងកញ្ចក់2កតាផគុណ2កតាអញ្ចឹងកតាទី1គឺ x បូក1កតាទី2គឺ x ការ៉េប៉ុន្តែយើងត្រូវចាំថាតួនេះគឺដកអីដក 1x ដកជាមួយនឹង x បូកជាមួយនឹង1ឃើញទេគឺតែបញ្ហាកន្លែងនឹងមួយទេបើវាបូកកន្លែងនេះបូកដែរហើយកន្លែងនេះគឺដកទៀតគីបបូក1 8 x គីបបូក2គីបស្មើ x បូក2ហើយតែ x គីបបូកគឺកតាទី1គឺបូកដែរហើយបើវាដកកតាទី1អ្នកនរគ្នាចំណាំនឹងសង្កេតណាបើវាដកកតាទី1ដកកតាទី2បូកទាំងអស់តែបើវាបូកកតាទី1ហ្នឹងបូកហើយកតាទី1បូកហើយកតាទី2ហ្នឹងអាតួកន្លែងកតាលហ្នឹងគឺដកចំណាំតែប៉ុណ្្នឹងឯងចឹងអ្នកនរគ្នាមើលទៅគឺ x ការ៉េបូកជាមួយនឹង 4x បូក16ចូលឧទាហរណ៍ថា x គីបបូក27x គីបបូកជាមួយនឹង64ស្មើ2កតាអ្នកនរគ្នាហ៊ានពេញខ្លួនឯងទៅអូខេអញ្ចឹងវីដេអូហ្នឹងគឺប៉ុណ្្នឹងចប់ហើយនៅសល់មកវីដេអូទៀតទៅមួយនឹងធននិមិត្តហើយនឹងការគណនាលេខ